តើអ្នកធ្លាប់ឃើញជញ្ជាំងទប់ទឹកជំនន់ស្ដើងបំផុតបែបនេះទេវាស្ដើងស្ទើរតែដូចជាសន្លឹកក្រដាសដែលដាក់នៅលើដីប៉ុណ្ណោះប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺសមត្ថភាពទប់ទឹករបស់វាមានប្រសិទ្ធភាពយ៉ាងខ្លាំងមិនថាទឹកជំនន់ខ្លាំងប៉ុណ្ណាដរាបណាមិនលើកម្ពស់របស់វាទឹកមិនអាចហូរឆ្លងកាត់បានឡើយតើហេតុអ្វីបានជាវាស្ដើងប៉ុណ្ណេះប៉ុន្តែអាចទប់ទឹកបានហើយហេតុអ្វីបានជាទឹកជំនន់មិនអាចបោកវារលំកាលពីមុនមនុស្សភាគច្រើនប្រើបាវខ្សាច់ដើម្បីទប់ទឹកជំនន់ប៉ុន្តែបាវខ្សាច់ធ្ងន់ណាស់ហើយត្រូវការកន្លែងផ្ទុកច្រើនអ្នកវិស្វករបានទទួលគំនិតពីកៅអីប្លាស្ទិកពួកគេបានចាប់ផ្ដើមគំនិតគិតថាតើអាចបង្កើតជញ្ជាំងទប់ទឹកជំនន់ដែលស្រាលនិងមានប្រសិទ្ធភាពបានទេបន្ទាប់ពីការសាកល្បងជាច្រើនដងពួកគេបានរកឃើញអ្វីមួយគួរឲ្យភ្ញាក់ផ្អើលពួកគេបានប្រើកម្លាំងនិងទម្ងន់របស់ទឹកដើម្បីឲ្យជញ្ជាំងឈរកាន់តែរឹងមាំពួកគេបានរចនាជញ្ជាំងទប់ទឹកជំនន់ដែលមានរូបរាងអក្សរ L នៅពេលទឹកជំនន់មកដល់ដោយសារទម្ងន់ទឹកជញ្ជាំងជាប់លើដីបានល្អកាន់តែរឹងមាំបច្ចេកវិទ្យានេះត្រូវបានបង្កើតឡើងដំបូងនៅប្រទេសស៊ុយអែតប្រសិទ្ធភាពរបស់វាពិតជាអស្ចារ្យខ្លាំងណាស់ប៉ុន្តែជញ្ជាំងនេះមានកម្ពស់ប្រហែលកន្លះម៉ែត្រប៉ុណ្ណោះប្រសិនបើទឹកខ្ពស់ជាងនេះវាមិនអាចទប់បាននោះទេវាត្រូវបានផលិតអំពីសម្ភារៈ ABS ពិសេសដែលមានភាពរឹងមាំលើផ្ទៃមានបំពង់ទូចៗនិងរត់ជាច្រើនដើម្បីបំបែកកម្លាំងរបស់ទឹកវាអាចកាត់បន្ថយសម្ពាធទឹកដែលប៉ះលើជញ្ជាំងនៅពេលទឹកជំនន់មកលឿនពេលវេលាគឺសំខាន់ណាស់ជញ្ជាំងទាំងនេះអាចដំឡើងបានយ៉ាងលឿនបន្តែជាច្រើនអាចតបជាប់គ្នាបង្កើតជាជញ្ជាំងធំមួយប៉ុន្តែបើមានវត្ថុរារាំងនៅលើដីតើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហានេះអ្នកវិស្វករបានរចនាបន្តែជញ្ជាំងឲ្យមានភាពបត់បែនខ្ពស់វាអាចតបជាប់ជារង្វង់ពីខាងក្នុងឬខាងក្រៅបានធ្វើឲ្យការដំឡើងលឿននិងងាយស្រួលមិនថាដីមានរូបរាងបែបណាវាក៏អាចដំឡើងយ៉ាងបត់បែនពិតជាបច្ចេកវិទ្យាគួរឲ្យចាប់អារម្មណ៍មួយ